ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមបង្ហាញជូនបងប្អូនពីរបៀបស្លសម្លសៀងស្ពៃខ្មែរជាដំបូងនោះគឺនាងខ្ញុំដាំទឹក1លីត្រកន្លះចាដាក់ត្រីក្រៀម1ដៃសារាយសមុទ្រសម្រាប់ស្ងោរទឹកស៊ុបហ្នឹង3ចំណិតតូចៗចារំងាស់វារយៈពេល15នាទីចាម្លងពេលយើងរំងាស់ទឹកស៊ុបហ្នឹងគឺនាងខ្ញុំហាន់តាមខ្ទឹមធំហ្នឹងជាចំណិតតូចៗតែហូរហ្នឹងជារាងការ៉េចារួចហើយនេះខ្ញុំស្រង់វាចេញចាយើងយកទៅទឹកវាមកប្រើឡើងវិញចានេះខ្ញុំដាក់សៀងបកការ៉េហ្នឹងចំនួន2ស្លាបព្រាចាយើងគូរវាសក់ជាមួយទឹករបស់យើងហ្នឹងខ្ទឹមចិញ្ច្រាំចំនួន1ស្លាបព្រាចាម្សៅស៊ុបហ្នឹង1កូនស្លាបព្រាកាហ្វេរួចបង់ដើមខ្ទឹមចារួចបង់ស្ពៃខ្មៅរបស់យើងណាចារំងាស់វាឲ្យពុះអិនល្អហ្នឹងរួចហើយបង់តាហ៊ូហ្នឹងរួចជាការស្រេចចាសូមអរគុណចំពោះការតាមដានវីដេអូរបស់ខ្ញុំ